នៅពេលដែលយើងធ្វើការកែប្រែពណ៌នៅក្នុងកម្មវិធី DaVinci Resolve ផ្នែករបស់យើងគឺនៅពេលដែលមើលទៅលើអេក្រង់កុំព្យូទ័រយូរវាចាប់ផ្ដើមវាងាយនឹងស៊ាំជាមួយនឹងពណ៌និងពន្លឺខ្លាំងមែនទែនដែលធ្វើឲ្យយើងពេលខ្លះពិបាកមើលឃើញថាពណ៌នឹងវាទៅរៀងខៀវខ្លាំងអត់ពណ៌នឹងទៅរៀងក្រហមខ្លាំងអត់អញ្ចឹងហើយបានជាក្នុងកម្មវិធី DaVinci Resolve មានមុខងារវាស់កម្រិតពណ៌និងពន្លឺ Video Scope ចំពោះ Video Scope នេះនៅក្នុងកម្មវិធីកាត់តផ្សេងទៀតក្រៅពី DaVinci Resolve ក៏មានផងដែរដែលវាជួយបង្ហាញនៅព័ត៌មានកម្រិតពណ៌និងពន្លឺឬក៏បង្ហាញពីបំផាយបំពណ៌ដែលជួយសម្រួលឲ្យអ្នកកែប្រែពណ៌ធ្វើការអាចដឹងពីព័ត៌មានទាំងអស់នោះហើយយកទៅធ្វើការវាស់និង apply វាទៅតាម shot នីមួយៗហ្នឹងឲ្យ shot នីមួយៗមានកម្រិតពណ៌និងពន្លឺស្មើគ្នាឬក៏ទៅតាម mood and tone ដែលពួកគាត់ចង់បានជាដើមហ្នឹងនៅបន្ទាប់ពី keyframe យើងឃើញមានមុខងារវាស់កម្រិតពណ៌និងពន្លឺ scopes ហើយនៅត្រង់ពាក្យ palette នេះបើយើងចុចលើសញ្ញាព្រួញចុះក្រោមមួយនេះយើងនឹងឃើញមានផ្នែកផ្សេងទៀតរបស់មុខងារ scopes ដែលអាចយកមកប្រើប្រាស់បានហើយដើម្បីពង្រីកមុខងារឲ្យធំដើម្បីងាយស្រួលក្នុងការធ្វើការបាននោះយើងគ្រាន់តែចុចទៅលើសញ្ញា expand នេះមកផ្ទាំងមុខងារមួយនេះនឹងធំជាងមុនហើយបើយើងចង់ឲ្យវាត្រឡប់ទៅទីតាំងដើមវិញនោះយើងគ្រាន់តែចុចលើសញ្ញាខ្វែងនេះជាការស្រេចនៅក្នុងមុខងារវាស់កម្រិតពណ៌និងពន្លឺ video scope របស់យើងនេះគឺត្រូវបានបែងចែកជា5ផ្នែកដែលផ្នែកទី1នោះគឺយើងមានមុខងារ palette ដែលបង្ហាញពីរលកសញ្ញានៃកម្រិតពណ៌និងពន្លឺពីវីដេអូដែលបែងចែកជា3ពណ៌នោះគឺពណ៌ក្រហមបៃតងនិងពណ៌ខៀវនិងព្រមទាំងបញ្ឈរបង្ហាញពីកម្រិតពន្លឺ YRGB និង YCBCR ផងដែរដែលហៅថាយើងអាចឃើញពីកម្ពស់ពណ៌នីមួយៗនោះបានន័យថាយើងអាចប្រើដើម្បីប្រៀបធៀបពីកម្រិតពន្លឺនិងពណ៌នីមួយៗបានផងដែរដែលជាគុណសម្បត្តិមួយផងដែរក្នុងការកែប្រែចំណុចពណ៌ស white balance រកឲ្យឃើញការជិះពណ៌ផ្ដេសផ្ដាស color cast ឬក៏ប្រើដើម្បីផ្ទៀងផ្ទាត់ពណ៌និងពន្លឺពីមួយប្លង់ទៅមួយប្លង់ទៀត mic shots ជាដើមនៅក្នុង graph របស់ palette យើងនេះនៅខាងឆ្វេងគេបង្អស់យើងឃើញមាន waveform scale លេខពី0ដល់1023ដែលជាទម្រង់ data range scale ហើយបើសិនជាយើងឃើញទម្រង់ផ្សេងឧទាហរណ៍ថាយើងឃើញពីលេខ0ដល់លេខ10000នោះគឺជាទម្រង់ HDR mix scale ហើយយើងក៏អាចជ្រើសរើសបដូរទម្រង់នេះបានផងដែរដោយចុចលើគ្រាប់ចុច3នៅផ្នែកខាងលើខាងស្ដាំដៃបង្អស់គេនេះរួចជ្រើសរើសយក waveform scale style ហើយយើងរើសយក10 bit ឬក៏រើសយក12 bit ឬក៏ជម្រើសផ្សេងទៀតអាស្រ័យទៅលើ footage ដែលយើងបានថតជាក់ស្ដែងនៅត្រង់នេះយើងរើសយក10 bit សម្រាប់ធ្វើការជាមួយលើ timeline ដែលមានកម្រិតពណ៌និងពន្លឺស្តង់ដារ standard dynamic range ឬក៏យើងហៅកាត់ថា SDR នៅពេលដែលយើងបានជ្រើសរើសការបង្ហាញកម្រិតពណ៌និងពន្លឺរបស់កម្រិតស្តង់ដារមួយហើយនោះយើងត្រឡប់មកខ្សែបន្ទាត់ palette របស់យើងវិញមកយើងឃើញថាតម្លៃកម្រិតពណ៌និងពន្លឺរបស់យើងគឺស្ថិតនៅចន្លោះពី0ដល់1023ដែលលើក0ស្មើនឹងខ្មៅល្ងិតគ្មានពន្លឺតែម្ដងហើយ5ដល់2មានន័យថាជាកម្រិតពណ៌ប្រភេទ 50% និងចុងក្រោយនោះគឺ1023គឺជាកម្រិតពណ៌ស 100% យើងមកមើលคลิปរបស់យើងនេះយើងឃើញថាពណ៌ទាំង3របស់យើងគឺមិនសូវជាស្មើគ្នាប៉ុន្មាននោះទេដែលពណ៌ខៀវខ្ពស់ជាងពណ៌ក្រហមបន្តិចនោះមានន័យថាคลิปរបស់យើងគឺទាញទៅពណ៌ខៀវច្រើនជាងដែលបង្ហាញថាมันមានចំណុចពណ៌ស white balance បានត្រឹមត្រូវប៉ុន្មាននោះទេនៅត្រង់កន្លែងនេះខ្ញុំសូមបើកឧបករណ៍ទីថា shot របស់យើងគឺថតនៅពេលថ្ងៃនៅខាងក្រៅហើយដែល subject របស់យើងគឺនៅ ground shadow អញ្ចឹងមានន័យថាកន្លែងនេះក៏យើងមានផ្នែកខ្លះគឺអាចនឹងស្ថិតនៅត្រង់ដល់ចំណុចលេខ0ដែរមានន័យថាយើងត្រូវ grade យើងត្រូវទាញផ្នែកខ្មៅល្ងិតរបស់យើងនឹងឲ្យត្រូវនៅចំណុច0ដែរប៉ុន្តែក៏យើងមិនគួរទាញមកខ្លាំងពេកដែរព្រោះថានៅកន្លែងនេះគឺយើងនៅក្រោម shadow អញ្ចឹងទោះបីជាយ៉ាងណាក៏ដោយក៏នៅមានចំណុចខ្លះដែលវាធ្លាក់ដល់ចំណុច0ដែរហើយយើងមានផ្នែកមេឃដែលជាទូទៅតម្លៃរបស់មេឃគួរតែស្ថិតនៅចន្លោះពី500ទៅ800ហើយបើសិនជាប៉ះមេឃកំពុងបើកថ្ងៃខ្លាំងនោះក៏អាចនៅចន្លោះពី800ដល់1023តែម្ដងតែនេះក៏មិនមែនសំដៅទៅលើតំបន់មេឃតែម្ដងដែរព្រោះថាមេឃបើកថ្ងៃខ្លាំងប៉ុណ្ណាក៏នៅមានព័ត៌មានពណ៌និងពន្លឺដែរលើកលែងតែចំណាំងផ្លាតដែលចេញពីមេឃតែប៉ុណ្ណោះដែលអាចនឹងលោតដល់1023នេះបាននៅត្រង់នេះយើងកំពុងតែធ្វើការកែពន្លឺរបស់យើងទៅតាមvideo scope របស់យើងអញ្ចឹងមិនប្រកាសថាយើងកែទៅតាមនេះវាជា standard មួយដែលយើងគួរតែត្រូវគួរតែ follow គួរតែតាមទាំងអស់នោះទេជួនកាលយើងក៏ចំណង់ចិត្តរបស់យើងចង់ឲ្យវារៀងឆេះបន្តិចឬក៏យើងចង់ឲ្យវារៀងធ្លាក់ទៅក្រោមបន្តិចក៏បានដែរអញ្ចឹងវាអាស្រ័យទៅថាយើងចង់បានទៅប៉ុណ្ណាប៉ុន្តែព្យាយាមធ្វើមិនកុំឲ្យវាទៅឆេះខ្លាំងពេកនិងព្យាយាមធ្វើមិនកុំឲ្យ
ផ្នែក shadow របស់យើងនឹងធ្លាក់ទៅខ្លាំងពេកប៉ុណ្ណឹងឯងមិនទាន់ចាប់ពី palette នោះទេយើងក៏អាចនៅធ្វើការផ្លាស់ប្ដូរជម្រើសនៃមុខងារ palette របស់យើងបានផងដែរដោយចិត្តទៅលើក្របចុច setting នេះដែលនៅលើគេនេះយើងមានជម្រើសបង្ហាញជាទម្រង់ RGB ពណ៌ក្រហមបៃតងនិងខៀវទម្រង់ YRGB យើងបានបន្ថែមពណ៌ប្រផេះនៅផ្នែកខាងឆ្វេងជាប់នឹងពណ៌ក្រហមបន្ថែមទៀតជាកម្រិតពន្លឺរបស់ clip ហើយចុងក្រោយនោះយើងមានជម្រើស YCBCR ដែលមកពីពាក្យពេញថា Luminance Blue Chroma Different and Red Chroma Different និងជម្រើសខាងក្រោមទៀតជាច្រើនសម្រាប់ឲ្យអ្នកកែប្រែពណ៌ធ្វើការជ្រើសរើសយកមកប្រើប្រាស់បានផងដែរមុខងារវាស់កម្រិតពន្លឺនិងពណ៌ Waveform Monitor នេះជាមុខងារដែលមានទម្រង់ជារលកសញ្ញាជាន់គ្នាទាំង3តែម្ដងហើយដែលវាបង្ហាញពីព័ត៌មានភាពខុសប្លែកគ្នានៃពណ៌ CBCR ហើយដែលហៅថាវានៅជាន់គ្នាទាំង3អញ្ចឹងយើងក៏អាចធ្វើការប្រៀបធៀបគ្នាថាតើពណ៌នីមួយៗហ្នឹងវា align គ្នាឬក៏ជាន់គ្នាឬក៏ខុសគ្នាតិចៗខ្លះនៅក្នុង graph នេះយើងឃើញមាន waveform scale ពីលេខ0ដល់លេខ1023ដដែលដែលយើងបានជ្រើសរើសឲ្យបង្ហាញទម្រង់នេះនៅត្រង់ waveform scale style ហើយនៅត្រង់ viewer របស់យើងបើយើងជ្រើសរើសយកមុខងារ qualifier រួចអូសមកលើតំបន់ផ្សេងៗគ្នាលើ clip របស់យើងនោះយើងនឹងឃើញមានទម្រង់រង្វង់មូលបង្ហាញពីតំបន់ដែលយើងកំពុងតែចង្អុលនៅលើ scope របស់យើងផងដែរនៅក្នុង waveform monitor យើងក៏មានជម្រើសផ្លាស់ប្ដូរការបង្ហាញមុខមាត់របស់មុខងារនេះបានផងដែរដោយចិត្តទៅលើ settings ដែលនៅលើគេនេះដំបូងគេយើងមាន Y មកពីពាក្យថា luminance ដែលបង្ហាញតែកម្រិតពន្លឺនិងបន្តមកទៀតយើងមាន CBCR ដែលមកពីពាក្យពេញថា blue chroma difference and red chroma difference ដែលបង្ហាញពីភាពខុសប្លែកគ្នានៃរលកសញ្ញានៃពណ៌ទៅតាមចំណែននីមួយៗនៅចុងក្រោយគេនោះយើងមានពាក្យថា RGB ដែលបង្ហាញពីកម្រិតពណ៌ក្រហមបៃតងនិងពណ៌ខៀវខ្លីៗពី waveform monitor យើងចូលមកដល់មុខងារ Vectorscope ដែលមុខងារនេះនៅតែបង្ហាញពីកម្រិតពន្លឺកម្លាំងពណ៌និងបំផែបង្រួបពណ៌ដដែលដែលលើកនេះគឺបង្ហាញនៅក្នុងលក្ខណៈទម្រង់រង្វង់មូលហើយមុខងារនេះក៏បានភ្ជាប់ជាមួយនឹងបន្ទាត់ដែលបង្ហាញអំពីពណ៌របស់ស្បែកមនុស្សផងដែរនៅក្នុងមុខងារ Vectorscope នេះយើងឃើញមានអក្សរតំណាងឲ្យពណ៌មួយដូចជា Y តំណាងឲ្យ yellow ពណ៌លឿង or red តំណាងឲ្យពណ៌ក្រហម M magenta ពណ៌ក្រហមបែកស្វាយ B blue ពណ៌ខៀវ C cyan ពណ៌កាប់ស្តាំងនិងចុងក្រោយយើងមានពណ៌ G green ពណ៌បៃតងនៅកណ្ដាលដំបូងមួយនេះគឺបង្ហាញពីរលកសញ្ញាកម្លាំងពណ៌ចេញពី clip របស់យើងអញ្ចឹងបើវារួមតូចនៅកណ្ដាលគឺមានន័យថា clip របស់យើងមិនមានឬមិនសូវមានពណ៌នោះទេតែបើវារីកទៅទីតាំងតាមអក្សរតំណាងពណ៌ណាមួយនោះគឺមានន័យថាពណ៌នោះមានកម្លាំងពណ៌ខ្លាំងជាក់ស្ដែងឧទាហរណ៍ថាយើងទាញ clip របស់យើងទៅពណ៌ក្រហមខ្លាំងអញ្ចឹងយើងឃើញរលកសញ្ញារបស់យើងទាញទៅអក្សរ O តំណាងឲ្យពណ៌ក្រហមតែបើយើងកែ clip របស់យើងមកពណ៌ខៀវខ្លាំងនោះយើងឃើញរលកសញ្ញាពណ៌របស់យើងទាញខ្លាំងមកអក្សរ B ដែលតំណាងឲ្យពណ៌ខៀវនៅក្នុងមុខងារវាស់កម្លាំងពណ៌នៅក្នុងរង្វង់មូល Vectorscope ក៏មានជម្រើសឲ្យបង្ហាញផ្សេងៗដូចទៅនឹងមុខងារមុនផងដែរដោយយើងចុចទៅលើ setting នេះមកហើយជម្រើសមុនដំបូងគេនោះគឺ all low mid high ដែល all នៅត្រង់នេះគឺមានន័យថាឲ្យ Vectorscope បង្ហាញរលកសញ្ញារបស់ពណ៌ទាំងអស់ low បង្ហាញតែផ្នែកស្រមោល mid បង្ហាញរលកសញ្ញាត្រង់ផ្នែកភ្លឺល្មម mid tones និង high បង្ហាញតែត្រង់ផ្នែកដែលភ្លឺខ្លាំង highlight បន្តមកទៀតយើងមានជម្រើស colorize extend ហើយជម្រើសដែលយើងគួរតែចាប់អារម្មណ៍មួយទៀតនោះគឺ show skin tone indicator ដែលជម្រើសមួយនេះបានបើកនៅបន្ទាត់មួយទៀតដែលចង់ឲ្យបង្ហាញអំពីពណ៌ស្បែកមនុស្សរបស់យើងដែលគួរតែមានពណ៌នឹងអញ្ចឹងបើសិនជាយើងចង់កែពណ៌របស់យើងស្បែករបស់យើងនឹងឲ្យត្រូវជាមួយនឹងស្បែកពណ៌ស្តង់ដារហ្មងនោះគឺយើងគួរតែបើកនៅមុខងារមួយនេះដែលមុខងារមួយនេះគឺច្រើនយើងហៅថា flash tone line ប៉ុន្តែយើងក៏មិនគួរទៅ follow ជាមួយនឹង guideline នេះ 100% ដែរវាមិនមែនជា guideline ដែលយើងគួរតែ follow 100% ដែរវាស៊ីសងអាស្រ័យទៅលើពេលដែលយើងវាយភ្លើងពេលដែលថតហ្នឹងតើ DP របស់យើងហ្នឹងគាត់វាយភ្លើង skin tone ទៅរបៀបម៉េចហើយតើ mood and tone របស់ storyline របស់យើងហ្នឹង director គាត់សម្រេចចិត្តទៅរបៀបម៉េចប៉ុន្តែបើសិនជា video corporate commercial ធម្មតាដែលភ្លឺស standard ពណ៌ធម្មតាហ្នឹងយើងគួរតែ check ជាមួយនឹងflash tone line នេះផងដែរស្តីនេះទៅនឹងមុខងារមុនដែរ histogram គឺនៅតែផ្ដល់នៅព័ត៌មានពីកម្រិតពន្លឺនិងកម្លាំងពណ៌ដែលលើកនេះគឺជាទម្រង់រលកសញ្ញានៅលើគ្នាជា3ឬក៏ជា4ហើយដែលមានពណ៌ចាប់ពីក្រហមខៀវបៃតងហើយដែលយើងមានជម្រើសក្នុងការបើកកម្រិតពន្លឺផងដែរ
ចូលមកដល់មុខងារនេះភ្លាមយើងឃើញមានលេខបង្ហាញពីតម្លៃកម្រិតពន្លឺគឺស្ថិតនៅខាងលើវិញហើយនៅផ្នែកខាងឆ្វេងបង្ហាញពីផ្នែកស្រមោលនិងផ្នែកខាងស្ដាំបង្ហាញពីផ្នែកដែលមានពន្លឺខ្លាំងឧទាហរណ៍ថាបើយើងទាញជិះរបស់យើងឲ្យល្ងិតយើងឃើញថារលកសញ្ញារបស់យើងនឹងផ្ដុំគ្នានៅផ្នែកខាងឆ្វេងតែបើយើងទាញជិះរបស់យើងឲ្យភ្លឺខ្លាំងនោះយើងឃើញថាបណ្ដុំរលកសញ្ញាពណ៌របស់យើងនឹងរត់ផ្ដុំគ្នានៅខាងស្ដាំយ៉ាងណាមិញកម្ពស់រលកសញ្ញារបស់យើងបង្ហាញពីទំហំក្របពិសេសដែលកំពុងតែមានទៅតាមផ្នែកស្រមោលឬផ្នែកមានពន្លឺរបស់យើងនៅក្នុង histogram ក៏មិនខកពីមុខងារមុខមុនដែរគឺមានជម្រើសនៃការប្រែពណ៌អាចធ្វើការកែប្រែជម្រើសបង្ហាញមុខមាត់ដែលរាប់ដំបូងមានដូចជា RGB ដែលបង្ហាញពីពណ៌ក្រហមបៃតងនិងពណ៌ខៀវឬក៏ជម្រើស YRGB ដែលបង្ហាញទាំងរលកសញ្ញាកម្រិតពន្លឺនៅពីខាងលើទៀតមួយជួរហើយក្នុងនោះក៏មានមុខងារផ្សេងៗទៀតសម្រាប់អ្នកកែប្រែពណ៌នៅខាងក្រោមសម្រាប់អាចជ្រើសរើសបន្ថែមទៀតបានផងដែរជួបមកដល់មុខងារចុងក្រោយទៀតនោះគឺមុខងារ CIE Chromaticity ដែលមុខងារមួយនេះខុសពីមុខងារមុនៗតិចដែលមុខងារមួយនេះគឺបង្ហាញតែពីកម្លាំងពណ៌និងបំរែបំរួលពណ៌ប៉ុណ្ណឹងឯងនៅក្នុងទម្រង់ color space ដែលយើងកំពុងតែធ្វើការដែលយកទម្រង់តាមពណ៌CIE ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1931ដែលសិក្សាអំពីរបៀបដែលភ្នែករបស់មនុស្សយើងមើលឃើញពណ៌ចូលមកដល់ភ្លាមយើងឃើញមានរង្វង់ស្រដៀងកញ្ចក់មួយនេះដែលធំជាងគេដែលយើងហៅថា spectrum locus ដែលជាទំហំពណ៌ដែលភ្នែករបស់មនុស្សយើងអាចមើលឃើញចូលមកដល់ផ្នែកខាងក្នុងនេះទៀតយើងឃើញមានត្រីកោណមួយដែលចុងនីមួយៗបង្ហាញពីពណ៌ដែលជ្រុងនៅខាងស្ដាំដៃគេនេះបង្ហាញពីពណ៌ក្រហមនៅខាងលើនេះបង្ហាញពីពណ៌បៃតងនិងខាងឆ្វេងគេនេះបង្ហាញពីពណ៌ខៀវនៅក្នុងទម្រង់ color space Rex 709ហើយនៅត្រង់ចំណុចកណ្ដាលនេះយើងឃើញមានរង្វង់មូលតូចមួយដែលបង្ហាញពីពណ៌សហើយក៏ជាចំណុចរួមមួយដែលពណ៌ទាំង3ប្រសពជុំគ្នាផងដែរអញ្ចឹងនៅត្រង់នេះយើងសង្កេតឃើញថាបើសិនជាពណ៌របស់យើងនៅរួមទុចក្តោបមកចំណុចកណ្ដាលនេះគឺមានន័យថារូបភាពរបស់យើងគឺមិនសូវជាមានកម្លាំងពណ៌ប៉ុន្មាននោះទេតែបើសិនវារីធំមកគៀកនឹងបន្តត្រីកោណនោះមានន័យថារូបភាពរបស់យើងគឺមានកម្លាំងពណ៌ខ្លាំងហើយបើសិនវាទៅលើសត្រីកោណនោះទៀតគឺមានន័យថាវាលើសនឹងកាម៉ូតរបស់យើងហើយអញ្ចឹងយើងត្រូវតែសេរីវាមកនៅក្នុងបន្តត្រីកោណរបស់យើងនេះវិញមកនៅពេលដែលយើងធ្វើការកែពណ៌គឺយើងពឹងភាគច្រើនទៅលើ video scope ហើយយើងក៏ពឹងទៅលើភ្នែករបស់យើងផងដែរដើម្បីសម្រាប់តើយើងចង់បានពណ៌ហ្នឹងទៅ mood and tone របៀបម៉េចហើយយ៉ាងណាមិញភ្នែករបស់យើងគឺឆាប់ស្ទាំមែនទែនជាមួយនឹងពន្លឺគឺដល់ពេលដែលយើងអង្គុយមើលពណ៌យូរទៅយើងពិបាកសម្រេចថាតើពណ៌ហ្នឹងគឺជាពណ៌ខៀវខ្លាំងអត់ពណ៌ក្រហមហ្នឹងពណ៌ក្រហមមែនអត់អញ្ចឹងអ្នកជំនាញណាំរបស់យើងប្រើរូបមន្ត20 26ដែល20ដំបូងហ្នឹងគឺមានន័យថាក្នុងរយៈពេល20នាទីដំបូងយើងត្រូវចំណាយពេល20វិនាទីដើម្បីធ្វើការសម្រាកមើលទៅលើអីក៏ដោយដែលមានចម្ងាយចន្លោះពី6ម៉ែត្រឡើងពីខ្លួនរបស់យើងហើយជំនាញទី2អ្នកជំនាញធ្វើការណែនាំរបស់យើងនឹងធ្វើការសម្រាកពេលដែលយើងធ្វើការកែប្រែពណ៌នៅមុខកុំព្យូទ័ររយៈពេល1ម៉ោងយើងគួរតែសម្រាកចន្លោះពី5ទៅ10នាទីដើរចេញពីអេក្រង់របស់យើងអេក្រង់កុំព្យូទ័ររបស់យើងហើយហាមទៅមើលlaptop tablet ឬក៏ទូរស័ព្ទរបស់យើងទៀតគឺថាយើងចំណាយពេល5ទៅ10នាទីហ្នឹងទៅមើលធម្មជាតិឬក៏ទៅមើលរុក្ខជាតិផ្សេងៗដែលនៅជំនាញផ្ទះរបស់យើងនឹងហើយបានយើងត្រឡប់មកធ្វើការបន្តទៀតជាមួយនឹងការកែប្រែពណ៌របស់យើងនឹងគឺជាជំហានទាំងពីរដែលអ្នកជំនាញណែនាំឲ្យយើងធ្វើការកែប្រែពណ៌ហើយយើងប្រើនៅជំនាញទាំងពីរនេះដើម្បីជួយឲ្យភ្នែកយើងបានសម្រាកខ្លះអញ្ចឹងខ្លីៗពីវីដេអូ scope មានប៉ុណ្ណឹងជួបនៅវីដេអូបន្តទៀត